កាលពីព្រេងនាយមានបុរសម្នាក់មានប្រពន្ធនៅជាមួយគ្នាតែពុំមានកូនលុះយូរទៅប្រពន្ធនោះមានសហាយនាំមកដេកក្នុងផ្ទះសឹងតែរាល់ថ្ងៃថ្ងៃមួយប្តីទៅជីកដំឡូងក្នុងព្រៃដល់ថ្ងៃក្តៅចូលទៅអាស្រ័យនៅខ្ទមអ្នកតាមួយប្រពន្ធរៀបចំអីវ៉ាន់ទៅបន់អ្នកតានោះឲ្យទៅធ្វើប្តីឲ្យស្លាប់និងយកសហាយធ្វើប្តីរៀបស្រេចហើយក៏យកអីវ៉ាន់នោះដើរចូលទៅក្នុងខ្ទមអ្នកតានោះប្តីឃើញប្រពន្ធដើរចូលទៅខ្ទមអ្នកតាក៏នឹកឆ្ងល់ថាប្រពន្ធអញវាមករកអីក្នុងខ្ទមអ្នកតានេះគិតហើយក៏ចូលទៅពួនក្រោយខ្នងអ្នកតាលុបស្ដាប់ប្រពន្ធឯប្រពន្ធក៏ចូលទៅអុជទៀនធូបហើយបន់អ្នកតាថាខ្ញុំមិនចង់យកប្តីខ្ញុំទេខ្ញុំយកប្តីទៀតសូមអ្នកតាកាច់ប្តីខ្ញុំឲ្យស្លាប់ទៅខ្ញុំនឹងថ្វាយជ្រូកមួយប្តីឮដូច្នោះក៏ឆ្លើយឡើងពីក្រោយខ្នងអ្នកតាបើនាងមានសហាយហើយបើចង់ឲ្យកាច់ប្តីនាងឯងឲ្យស្លាប់នោះងាយទេវិលទៅផ្ទះវិញត្រូវរកមាន់ក្រាបទាំងមេទាំងពងមួយសម្បុកស្ងោឲ្យក្បីនាងឯងស៊ីទៅវាស្លាប់ហើយមេនោះឮដូច្នោះស្មានថាអ្នកតាបង្គាប់ក៏ប្រញាប់វិលមកផ្ទះវិញរកទិញមាន់មេក្រាបមួយសម្បុកស្ងោទុកឲ្យប្តីស៊ីដើម្បីនឹងឲ្យស្លាប់ហើយនឹងបានយកសហាយនោះលុះដល់ព្រលប់ប្តីមកពីជីកដំឡូងដល់ផ្ទះហើយសូថាគេហើយបានអីស៊ីបាយមេនោះឆ្លើយថាខ្ញុំបានមេនឹងពងមាន់ក្រាបមួយសម្បុកស្ងោទុកឲ្យនេះប្តីថារៀបបាយមកស៊ីប្រពន្ធក៏លើកបាយព្រមទាំងមេនឹងពងមាន់ក្រាបមកឲ្យប្តីស៊ីអស់ហើយធ្វើជាឈឺដីថ្ងោហឺមេនោះអណាស់គិតស្មានថាប្តីឈឺមែនត្រូវនឹងពាក្យអ្នកតាបង្គាប់ហើយត្បិតលឺថ្ងោឯប្តីក៏ធ្វើជាដេកទៅមេនោះគិតស្មានថាប្តីស្លាប់ក៏បើកទ្វារនាំយកសហាយចូលទៅដេកជាមួយអ្នកទាំងពីរកំពុងតែនិយាយគ្នាប្តីក៏ក្រោកឡើងអង្គុយហៅប្រពន្ធមកប្រាប់ថារងាណាស់ឯប្រុសសហាយឃើញប្តីមេនោះក្រោកឡើងអង្គុយដូច្នោះស្ទុះរត់ពុំទាន់ក៏ចូលទៅពួនក្លឹងពីងធំមួយនៅខាងដំណេកសំងំចាំប្តីនោះដេកខ្លួននឹងចេញពីពីងទៅដេកនឹងមេនោះទៀតប្តីបានឃើញតែធ្វើមិនឃើញមិនដឹងប្រាប់ប្រពន្ធថារងាណាស់ឯងដាំទឹកឲ្យគ្នាងូតបន្តិចនឹងអាលស្លាប់មេនោះឮថាចង់ស្លាប់ដូច្នោះអណាស់ត្បិតត្រូវនឹងពាក្យដែលត្រូវបនយកាលុះប្រពន្ធដាំទឹកពុះហើយប្តីថាទៅដងទឹកត្រជាក់មួយក្អមមកយកមកលីនឹងទឹកក្តៅនេះប្រពន្ធឮប្តីប្រាវដូច្នោះក៏យកក្អមចេញទៅដងទឹកប្តីឃើញប្រពន្ធចេញទៅបាត់ក៏ក្រោកឡើងដាវទៅយកទឹកពុះមួយខ្ទាក់នោះយកទៅស្រោចលឿសហាយដែលនៅក្នុងពីងនោះស្លាប់ទៅហើយចូលទៅដីវិញធ្វើជាថ្ងោហឺទៀតមេនោះវិលពីដងទឹកមកវិញមើលទៅឃើញសហាយទៅទឹកក្តៅរិញស្រសៃដូចគេដងចេញពីពីងមកនោះក៏អោនខ្សឹបថាថ្វីក៏មិនអោនទៅវាមិនទាន់ទេអានោះឆ្ងក់ដដែលមេនោះយកដៃទៅចាប់ជ្រមុជទៅត្រូវស្លឹកត្រចៀករលាកជ្រក់ចាំងសក់មើលបានដឹងជាប្តីស្រោចទឹកក្តៅស្លាប់សហាយទៅហើយក៏ពុំស្ដីយកគម្របពីងមកក្របហើយយកទឹកឲ្យប្តីងូតឯប្តីក៏ពុំស្ដីទឹកក៏មិនងូតប្រាប់ប្រពន្ធថាអញគ្រាន់បើហើយហៅប្រពន្ធចូលទៅដីទៅលុះព្រឹកប្រហឹមឡើងមេនោះពុំដឹងបើគិតដូចមិនដេចនឹងយកខ្មោចឲ្យរត់ចេញពីផ្ទះក៏នឹកឃើញថាក្នុងស្រុកនេះមានចៅ4នាក់តែងតែលុបលួចអីវ៉ាន់អ្នកផងសពថ្ងៃសពយប់គ្រប់ភូមិដូច្នេះអញនឹងគិតឲ្យចៅទាំង4នាក់នោះយកខ្មោចចេញពីផ្ទះអញទៅចោលក្នុងព្រីឲ្យបាងគិតហើយក៏ដាវខ្ចីសម្ពុតហូលអាវប្រែគេយកមកហាវជុំវិញផ្ទះឯចៅទាំង4នាក់នោះឃើញហើយគិតគ្នាថាជើមេនោះមានណាស់តើយប់នេះយើងទៅលុបលួចវាឲ្យបានគុំខានសពថ្ងៃយើងស្មានថាវាក្រមេនោះក៏ហាវសម្ពុតហូលអាវប្រែនោះលូតដល់ពេលល្ងាចយកទៅជូនគេវិញហើយយកខ្សែចងរឹតរូតពីងខ្មោចនោះឲ្យជាប់ទុកឲ្យចៅចូលលួចមកខ្សែយកទៅឯចៅតែ4នាក់លុះយប់ឡើងក៏បបួលគ្នាទៅលួចចូលទៅរករបស់ទាំងនោះពុំឃើញប្រដេះឃើញតែពីងមួយចងមាត់ជាប់បើកពុំរួចចៅទាំង4នាក់និយាយគ្នាថារបស់អស់នោះវាដាក់ក្នុងពីងនេះហើយបើសិនដូច្នេះត្រូវយើងសែងពីងនេះថាហើយក៏នាំគ្នាសែងពីងនេះទៅដល់ព្រីឆ្ងាយក៏ស្រ័យលូកមើល
មួយលូកដៃទៅត្រូវសក់ថាវើយសួតដកដៃចេញមួយលូកដៃទៅត្រូវស្លឹកត្រចៀកត្រូវភ្នែកច្រមុះស្រីថាវើយខ្មោចទេមួយមិនជឿលូកដៃទៀតត្រូវដាមទ្រូងដឹងថាខ្មោចមែនក៏ស្ទុះរត់ចោលហើយខឹងណាស់ថាត្បិតមេនោះបញ្ឆោតអើយសែងខ្មោចចោលបានចៅទាំង4នាក់គិតគ្នាថាយើងឃ្លាំមើលមេនោះបើខឿងវាដាវទៅណាតែម្នាក់ឯងត្រូវគ្នាយើងចោមរំចាប់វាឲ្យវាឲ្យរៀងកុំឲ្យវាបញ្ឆោតយើងទៀតជួនជាថ្ងៃមួយមេនោះចុះទៅកំពង់រកទិញអីវ៉ាន់ត្បិតមានសំពៅទើបនឹងមកដល់ពីស្រុកក្រៅមេនោះដើរដល់កណ្ដាលផ្លូវក៏ជួបនឹងចៅទៅ4នាក់នោះចៅឃើញក៏នាំគ្នាព្រួតចាប់នឹងវាយហើយជេរពីរឿងដែលវាបញ្ឆោតនោះមេនោះឆ្លើយថាណោយអ្នកបើអ្នកវាយខ្ញុំក៏ឥតប្រយោជន៍ដែរត្បិតខ្ញុំទៅទាប្រាក់ពីនៃសោយសំពៅដូច្នេះចូលមកអញ្ជើញទៅនឹងខ្ញុំទាប្រាក់បាំងចែកគ្នាចាយលេងចៅទាំង4នាក់ឮថាវាទៅទាប្រាក់ដូច្នោះក៏ចូលចិត្តបបួលគ្នាទៅមេនោះផ្ដាំចៅទាំង4នាក់ថាអស់អ្នកឈើចាំខ្ញុំនៅលើច្រាំងចុះបើកាលណាឃើញខ្ញុំបោចដៃនោះញាក់នាំគ្នាចុះទៅចុះបានប្រាក់ហើយមេនោះនិយាយផ្ដាំចៅទាំង4នាក់ហើយក៏ចុះទៅសំពៅនិយាយនឹងនាយសយសំពៅលក់ចៅទាំង4នាក់វាថាចៅនេះជាខ្ញុំរបស់វាហើយចង់អោលបង្ហាញនាយសយសំពៅថានោះវាទាំង4នាក់នោះបើវាចុះមកខ្ញុំឡើងទៅលើគោកសុំអ្នកចាប់ដាក់ច្រវាក់ឲ្យជាប់ទៅកុំឲ្យវារត់បាននាយសយសំពៅព្រមហើយសួរថាខ្ញុំនាងឯងទាំង4នាក់នោះលក់ថ្លៃប៉ុន្មានវាថាម្នាក់ថ្លៃ2ណែននាយសយសំពៅឲ្យ1ណែនកន្លះវាក៏ព្រមលក់ហើយចេញមកក្រៅបោកដៃហៅចៅទាំង4នាក់ចៅទាំង4នាក់គិតស្មានថាវាហៅឲ្យទៅយកប្រាក់ក៏នាំគ្នាចុះទៅដល់ហើយស្រាប់តែនាយសយសំពៅប្រែមនុស្សឲ្យដាក់ច្រវាក់នៅបាតសំពៅទាំងអស់គ្នាមេនោះក៏យកប្រាក់ឡើងមកបាត់បានប្រាក់ហើយមេនោះដើរវិលមកផ្ទះវិញដល់កណ្ដាលផ្លូវជួនជាយប់ពុំហ៊ានដើរទៅទៀតក៏ឡើងទៅដេកលើដើមឈើមួយនៅប្រពផ្លូវនោះចៅទាំង4លុះនាយសយសំពៅដាក់ច្រវាក់ជាប់ហើយក៏និយាយគ្នាថាជើមេនោះហៅពេញជាប្រាជ្ញាធំដែរវាបញ្ឆោតឲ្យយើងសែងខ្មោចទៅចោលក្នុងព្រៃហើយឥឡូវវាលក់យើងបានទៀតចៅទាំង4នាក់ខឹងណាស់កាច់ច្រវាក់បាក់រត់ចេញពីសំពៅដើរឡើងមកលើកករត់មកទាំងយប់នោះទៀតជួនជាយប់យូរណាស់ក៏នាំគ្នាឡើងទៅដេកលើដើមឈើធំដែលមេនោះដេកចៅ3នាក់ឡើងទៅដេកលើមែកដោយខ្លួនពីគ្នាចៅម្នាក់ឡើងទៅក៏ជួបនាងនៅលើចុងឈើចៅនោះថាអ៊ុយហាងឯងស្លាប់ហើយម្ដងនេះហាងឯងធ្លាប់បញ្ឆោតយើងឥឡូវហាងឯងរត់ចុះបើរួចមេនោះលើកប្រាក់បង្ហាងហើយអោនខ្សិបថាណោយអ្នកគុំស្ដីគុំឲ្យអ្នកទាំង3នាក់ទៀតដឹងហើយយើងត្រូវយកញីជាប្តីប្រពន្ធនិងយកប្រាក់នេះទៅចាយរកស៊ីស្រួលជាងអ្នកធ្វើបាបខ្ញុំធ្វើអ្វីចៅលឺដូច្នោះក៏មិនស្ដីខាត់ចូលទៅចិត្តលូកអបគៀកមេនោះថាបងឯងហៅប្រាជ្ញាធំណាស់បញ្ឆោតខ្ញុំ 2-3 ដងហើយឥឡូវបងបាននាងជាប្រពន្ធដោយសារប្រេងសំណាងយឺនិយាយហើយក៏អបតាមចិត្តមេត្រីមេនោះពុំមិនប្រាស់ហើយថាខ្ញុំខ្លាចក្រែងអ្នកស្រឡាញ់ខ្ញុំមិនស្មោះខ្ញុំស្រឡាញ់ស្មោះចិត្តមួយហើយចៅនោះថាបងស្រឡាញ់ស្មោះហើយនាងពុំដឹងចិត្តបងចង់ឲ្យបងស្បត់ឬឲ្យបងធ្វើម្ដេចមេនោះថាបងស្រឡាញ់ចិត្តមួយនឹងគ្នាមានតែលាតអណ្ដាតគ្នាទើបមេនោះលាតអណ្ដាតហើយអោនទៅរកចៅនោះចៅលាតអណ្ដាតមេនោះហើយលាតអណ្ដាតឲ្យមេនោះលាតវិញមេនោះខំអណ្ដាតចៅនោះដាច់អស់មួយកំណាត់ហើយច្រានទម្លាក់ពីលើចុងឈើធ្លាក់ដល់ដីស្រែលឺតែលុលចៅទាំង3គិតស្មានថានៃសោយសំពៅចោមកាប់ក៏លោតពីលើមេឈើរត់ទៅហើយស្រែកហៅគ្នាថាវើយគ្នាអៀងរត់នាយសោយសំពៅលឺដេញចៅដែលដាច់អណ្ដាតនោះស្រែកហៅគ្នាវើយថាមេនោះនៅលើចុងឈើត្រូវមកចាប់ប៉ុន្តែវាដាច់អណ្ដាតដូច្នេះនិយាយមិនច្បាស់លឺតែលុលគ្នាវាគិតស្មានថាគេដេញចាប់ចេះតែប្រឹងរត់យកតែព្រះអាយុរៀងខ្លួនមេនោះចុងពីលើចុងឈើយកប្រាក់ធ្វើផ្ទះឲ្យប្តីនៅរកស៊ីជាមួយនឹងប្តីជាសុខសប្បាយតទៅ